Bạnក្នុងវីដេអូនេះខ្ញុំសូមឆ្លើយសំណួរទៅកាន់បងថៃគីមដែលគាត់ចង់ដឹងពីរបៀបការបញ្ឆេះឡានក៏ដូចជារបៀបនៃការដាក់លេខនៅលើ Mazda E40 អញ្ចឹងណាហើយជាដំបូងគឺយើងត្រូវមានសោដូចយើងហើយយើងចូលមកការឡានរបស់យើងមកយើងបើកទ្វារឡានរបស់យើងចូលអង្គុយមកអញ្ចឹងគឺប្រព័ន្ធឡានហ្នឹងគឺវាដំណើរការពួកបងប្អូនអរគ្នាបាទគឺមានថាវាបញ្ឆេះក៏ថាយើងវាអត់អាចតន់ទៅមុខបានទេអញ្ចឹងដើម្បីយើងអាចដាក់លេខបានគឺយើងត្រូវជន់បានជន់យ៉ាងមកវា ready អញ្ចឹងគឺយើងអាចបញ្ចូលលេខអាចទៅមុខទៅក្រោយអីបានអញ្ចឹងណាបាទហើយអានេះតកតងទៅនឹងបាទចក្រាលេខរបស់ Mazda E40 ហើយវានៅខាងក្រោយបាយចកូតរបស់វាហ្នឹងរបៀបនៃការដាក់លេខគឺយើងអាចបើសិនជាយើងចង់ធ្វើដំណើរទៅមុខបាទគឺយើងផ្ទះវាមកបាទគឺវាលោតអក្សរ D មកហើយអាហ្នឹងគឺយើងអាចទៅមុខបានហើយយើងផ្ទះវាមកក្រោមណាហើយបើសិនជាករណីថាយើងចង់ឲ្យវាអាយ៉ៃថយក្រោយគឺយើងផ្ទះវាទៅលើទៅគឺវាធ្វើការអាយ៉ៃថយក្រោយហើយបាទហើយសម្រាប់កាមេរ៉ាគឺយើងអាច view បានដល់ 3D បាទហើយបើសិនជាយើងចង់ឈប់វាយើងចុចអក្សរបាឡែងបេតុងនេះអក្សរ P នេះយើងចុចវាមកគឺវានឹងធ្វើការចតឲ្យបងប្អូនទាំងគ្នាបាទអរគុណច្រើនបងប្អូនទាំងគ្នាជួបគ្នានៅវីដេអូបន្តបាទ